យោងតាមរបាយការណ៍របស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបងកាលពីថ្ងៃទី30 ខែមិថុនាឆ្នាំ2026បានឲ្យដឹងថាក្រុមការងារបច្ចេកទេសរបស់មន្ទីរបាននឹងកំពុងបន្តយុទ្ធនាការយ៉ាងសកម្មក្នុងការចុះអនុវត្តការងារថែទាំជាប្រចាំនិងការងារថែទាំខួបលើបណ្ដាញផ្លូវជាតិផ្លូវខេត្តនិងផ្លូវក្នុងក្រុងសរុបចំនួន5ខ្សែដើម្បីធានាបាននូវគុណភាពផ្លូវសុវត្ថិភាពនិងភាពងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសកម្មភាពចុះពង្រឹងហេដ្ឋារចនាសម្ព័ន្ធនេះក្រុមការងារបានបែងចែកកម្លាំងនិងគ្រឿងចក្រអនុវត្តការងារតាមគោលដៅសំខាន់ៗរួមមាននៅលើផ្លូវជាតិលេខ5ក្រុមការងារបានបន្តការងារថែទាំខួបដោយចាក់ពង្រាយថ្មមិចនិងគៀកិនបង្ហាប់ធ្វើស្រទាប់គ្រឹះចម្បងនៅចន្លោះគីឡូម៉ែត្រលេខ299+950ដល់គីឡូម៉ែត្រលេខ301+950ដែលស្ថិតនៅក្នុងឃុំជ្រៃស្រុកថ្មគោលនៅលើផ្លូវក្រុងលេខ540សកម្មភាពជួសជុលកំពុងធ្វើឡើងយ៉ាងសស្រាក់សស្រាំដោយបានកាយដីគ្មានគុណភាពដឹកចេញរួចគៀកិនបង្ហាប់បាតគ្រឹះនិងចាក់បំពេញតួថ្នល់ឡើងវិញដោយដីជម្រៅស្ថិតក្នុងសង្កាត់ចំការសំរោងក្រុងបាត់ដំបងនៅលើផ្លូវខេត្តលេខ1570ក្រុមការងារបានបន្តចាក់ថ្មមិចនិងគៀកិនបង្ហាប់ធ្វើគ្រឹះសំខាន់ស្ថិតនៅក្នុងឃុំឃ្លាំងមាសស្រុកបវលនៅលើផ្លូវខេត្តលេខ157ដើម្បីបង្ការការលិចលង់និងដក់ទឹកនៅលើផ្ទៃថ្នល់ក្នុងរដូវវស្សានេះក្រុមការងារបានចាត់វិធានការកាយប្រឡាយរំដោះទឹកស្ថិតនៅក្នុងឃុំកោះក្រឡស្រុកកោះក្រឡដោយឡែកនៅលើផ្លូវខេត្តលេខ1571ក្រុមការងារបានបន្តជួសជុលស្នាមផតស្រុតដោយធ្វើការកាយស្រទាប់គ្រឹះសំខាន់ដែលខូចខាតចេញរួចចាក់បំពេញថ្មមិចនិងគៀកិនបង្ហាប់បាតគ្រឹះឡើងវិញនៅចន្លោះគីឡូម៉ែត្រលេខ03+000ដល់គីឡូម៉ែត្រលេខ05+000ស្ថិតក្នុងសង្កាត់វត្តគោក្រុងបាត់ដំបងតាមរបាយការណ៍ដដែលបានបញ្ជាក់ថាការដោះស្រាយបញ្ហាប្រព័ន្ធរំដោះទឹកនិងការពង្រឹងគ្រឹះផ្លូវឡើងវិញនេះគឺជាកិច្ចការងារអាទិភាពខ្ពស់របស់មន្ទីរសាធារណការខេត្តក្នុងគោលបំណងទប់ស្កាត់កុំឲ្យចំនួនទឹកភ្លៀងបំផ្លាញរចនាសម្ព័ន្ធផ្លូវថ្នល់និងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ